ចាបងបងសួស្តីនេះគឺជារបៀបនៃការវេរលុយចេញពី app ឆ្នោតមកកាន់ app អាស៊ីវេលុយដូចដឹងតាមហើយនៅពេលដែលយើងផ្សងសំណាងពេលដែលឈ្នះគឺយើងត្រូវការវេរលុយយកមកចាយហើយអញ្ចឹងយើងនេះគឺជារបៀបហ្នឹងបងបងអញ្ចឹងដំបូងយើងចូលទៅ app ឆ្នោតដូចគ្នាបើក app យើងមកហើយយកពាក្យកន្លែងគណនីខ្ញុំឬក៏មីនេះហើយយើងចុចពាក្យ KHR នេះមកនៅកន្លែងហ្នឹងគឺមានពាក្យថាដកលុយនិងដាក់លុយអញ្ចឹងយើងប្រើពាក្យថាដកលុយនៅជួរទី2តមកយើងវាយចំនួនទឹកប្រាក់ដែលយើងចង់ដកទៅកាន់ app អាស៊ីវេលុយរបស់យើងទុកហ្នឹងហើយយើងចុចពាក្យ confirm នេះអញ្ចឹងត្រង់កន្លែងនេះគឺជាលេខទូរស័ព្ទបានន័យថាគឺជាលេខគណនីអាស៊ីវេលុយរបស់យើងបងបងអញ្ចឹងយើងវាយលេខរបស់យើងមកអានេះគឺលេខគណនីរបស់ខ្ញុំហើយនេះគឺជាឈ្មោះចានេះគឺយើងត្រូវវាយឲ្យដូចនៅក្នុងគណនីអាស៊ីវេលុយរបស់យើងឈ្មោះអីគេចានេះគឺឈ្មោះរបស់ខ្ញុំគណនីអាស៊ីវេលុយរបស់ខ្ញុំអញ្ចឹងយើងចុចពាក្យ submit មកហើយចុចពាក្យថាដាំអញ្ចឹងទឹកប្រាក់ហ្នឹងនឹងបានវេទៅកាន់ app អាស៊ីវេលុយដោយជោគជ័យហើយចាយើងចុចត្រឡប់មកវិញទៅពេលដែលបើកភ្នែកមកគឺទឹកប្រាក់ក្នុង app ឆ្នោតយើងគឺអត់មានទេប៉ុន្តែយើងចុចចូលទៅក្នុង app អាស៊ីវេលុយហើយបើកមើលដើម្បីបញ្ជាក់ថាលុយរបស់យើងនឹងបានវេជោគជ័យនេះបងបងឃើញទេគេដាក់មកហ្មងយើងចុចកន្លែងហ្នឹងហើយចុចបញ្ជាក់មើលចានេះគេប្រាប់ថាបានវេចេញពីគណនី M4 ចាឈ្មោះអីចឹងទៅហើយទឹកប្រាក់ 4000 រៀលដែលយើងវេមិញហ្នឹងគឺបានចូលក្នុង app អាស៊ីវេលុយរបស់យើងជោគជ័យអរគុណបងបង